ស្វាគមន៍មកកាន់ចន្ទរាអាកាដេមីសួស្តីបងប្អូនថ្ងៃនេះលោកគ្រូលើកយកលំហាត់ក្នុងមេរៀនទី9ចម្ងាយរវាង2ចំណុចណាអញ្ចឹងលោកគ្រូលើកយកលំហាត់លេខ7អញ្ចឹងលំហាត់គេឲ្យចូលរកចំណុច C ដែលមានកូអូឌីណេត x1 នៅក្នុងកាត់ត្រង់ទី1ដើម្បីឲ្យត្រីកោណដែលមានកំពូល A កូអូឌីណេត11 B 47និង C x1 ណាជាត្រីកោណសមបាតដែលមាន AB ស្មើ AC អញ្ចឹងគេបញ្ជាក់យើងថា AB ស្មើ AC ណាអញ្ចឹងបើ AB ស្មើ AC នោះមានន័យថាចម្ងាយ AB ស្មើនឹងចម្ងាយ AC អញ្ចឹងគាត់គ្រាន់តែគណនាចម្ងាយ AB និងចម្ងាយ AC មកដាក់វាស្មើគ្នាអញ្ចឹងមកហើយទីរកតម្លៃនៃអធិ x តោះឥឡូវយើងមើលពាក្យកលឹះមួយទៀតកាត់ត្រង់ទី1អញ្ចឹងពាក្យកាត់ត្រង់ទី1នេះមានន័យថាម៉េចអញ្ចឹងនៅក្នុងប្លង់កូអូឌីណេតអញ្ចឹងផ្នែកនេះយើងហៅកាត់ត្រង់ទី1កាត់ត្រង់ទី2ទី3និងទី4ចឹងយើងស្គាល់កាត់ត្រង់ទី1អញ្ចឹងពាក្យកាត់ត្រង់ទី1មានន័យថា C នៅក្នុងកាត់ត្រង់ទី1បើ C ក្នុងកាត់ត្រង់ទី1មានន័យតម្លៃ x យើងជាចំនួនវិជ្ជមានណា x របស់យើងជាចំនួនវិជ្ជមានអញ្ចឹងយើងដឹងពីតម្រុយនៃការធ្វើហើយអញ្ចឹងយើងមកដោះស្រាយទាំងអស់គ្នាណាអញ្ចឹងគណនាចំណុច C ដែលមានកូអូឌីណេត x1 ណាអញ្ចឹងតើ x ស្មើប្រមាណអញ្ចឹងយើងមាន AB ស្មើ AC យើងមាន AB ស្មើ AC អញ្ចឹងបើ AB ស្មើ AC នោះចម្ងាយ AB ស្មើអីអញ្ចឹងវាស្មើនឹងរឹសការ៉េនៃ xb ដក xa លើកជាការ៉េបូក yb ដក ya លើកជាការ៉េចុះស្មើចម្ងាយ AC គឺ xc ដក xa លើកជាការ៉េបូក yc ដក ya លើកជាការ៉េចឹងយើងមើលចំនួនលេខចូលយើងឃើញថា xb ស្មើនឹង4ដក xa គឺ1លើកជាការ៉េបូក yb គឺលេខ7ដក ya 1លើកជាការ៉េណាចឹងស្មើ xc គឺ x ដក xa 1លើកជាការ៉េបូក yc គឺ1ដក ya 1លើកជាការ៉េចឹងយើងគណនាលេខទាំងមកចឹង4ដក1សល់3លើកជាការ៉េ9បូក7ដក1 6 6បូកលើកជាការ៉េ36ណាអានេះវិញគឺ x ដក1ដកកើតទេនៅដដែលអានេះ1ដក1 0អញ្ចឹង0លើកជាការ៉េនៅ0ដែរអូខេអញ្ចឹងយើងបាន9បូក36ស្មើឬ45ស្មើនឹងឬនៃ x ដក1លើកជាការ៉េអញ្ចឹងយើងសម្រួលរ៉ាឌីកាល់ចោលវានៅសល់ x ដក1អញ្ចឹងឬ45ស្មើនឹង3ឬ5ជីកទីរក x ស្មើនឹង3ឬ5បូក1ណាចឹងដូច្នេះចំណុច C យើងមានកូអូឌីណេតវាគឺ3ឬ5បូក1និង1ណាអូខេនេះគឺជាចម្លើយអញ្ចឹងលោកគ្រូមានលំហាត់អនុវត្តមួយចូលរកចំណុច C ដែលមានកូអូឌីណេត x1 ក្នុងកាត់ត្រង់ទី1ដើម្បីឲ្យត្រីកោណដែលមានកំពូល A មានកូអូឌីណេត11 B មានកូអូឌីណេត45និង C មានកូអូឌីណេត x1 ជាត្រីកោណសមបាតដែល AB ស្មើ AC អញ្ចឹងកូនមើលលំនាំគំរូរបស់លោកគ្រូខាងលើកូនអាចសាកល្បងធ្វើវាណាសូមអរគុណ